ញ៉ាំអាហារដោយអត់សូវច្រើនទេហើយហាត់ប្រាណក៏ដូចគេដូចឯងដែរប៉ុន្តែនៅតែឡើងគីឡូទៀតពេលខ្លះអ្នកទាំងអស់គ្នាអាចកំពុងតែឡើងគីឡូដោយសារមានបញ្ហាអរម៉ូនអ្នកដែលគាត់ធាត់ដោយសារអរម៉ូនណាភាគច្រើនវាមានខ្លាញ់ផ្សំនៅតាមតំបន់មួយលើឧទាហរណ៍ដូចជាកន្លែងក្បាលពោះផ្នែកខាងក្រោមហើយកន្លែងផ្សេងអត់អីទេឬមួយអ្នកខ្លះទៀតមានបញ្ហាធំតែកន្លែងផ្លូវជាដើមអញ្ចឹងណាអ្នកទាំងអស់គ្នាមួយគឺអរម៉ូន stress អ្នកដែលគាត់សម្រាប់ឲ្យបានគ្រប់គ្រាន់ឬមួយប្រអត់អាហារនៅក្នុងរយៈពេលយូរវាធ្វើឲ្យរាងកាយយើង stress ដល់ដឹងខ្លួនហ្នឹងគឺជាមូលហេតុមួយដែលធ្វើឲ្យរាងកាយយើងចាប់ផ្ដើមផ្សំជាតិខ្លាញ់ហើយជាពិសេសគឺផ្សំនៅកន្លែងក្បាលពោះផ្នែកខាងក្រោមនិងរង្វង់ចង្កេះទោះបីអ្នកទាំងអស់គ្នាញ៉ាំតិចប៉ុណ្ណាក៏ធ្វើឲ្យយើងអត់អាចស្រកខ្លាញ់ក្បាលពោះបានដែរវិធីការកែគឺអ្នកទាំងអស់គ្នាត្រូវព្យាយាមសម្រាប់ឲ្យបានគ្រប់គ្រាន់ហើយកុំប្រអត់អាហារញ៉ាំតិចជាងនឹងទៀតណាអ្នកទាំងអស់គ្នាព្យាយាមជ្រើសរើសញ៉ាំអាហារឲ្យវាមានគុណភាពញ៉ាំបន្លែត្រីសាច់ឲ្យបានគ្រប់គ្រាន់ទីពីរគឺបញ្ហាអរម៉ូនអ៊ីនស៊ូលីនធ្វើការខុសប្រក្រតីអ្នកដែលគាត់ចូលចិត្តញ៉ាំចំណីជិបចុបពេលខ្លះយើងអត់ញ៉ាំអាហារគោលទេប៉ុន្តែញ៉ាំអានេះបន្តិចអានោះបន្តិចកពិកកប៉ុកញ៉ាំភេសជ្ជៈផ្អែមអាហារដែលវាមានជាតិស្ករខ្ពស់អីចឹងធ្វើឲ្យអរម៉ូនអ៊ីនស៊ូលីនវាចេញមកញឹកញាប់ជាមូលហេតុមួយដែលធ្វើឲ្យរាងកាយយើងអត់ដុតថាមពលខ្លាញ់ទេគឺចាប់ផ្ដើមផ្សំជាតិខ្លាញ់អ្វីដែលសំខាន់គឺនឹងធ្វើឲ្យអ្នកទាំងអស់គ្នាហេវញឹកជាងមុនចង់ញ៉ាំតែរបស់ផ្អែមអាហារដែលវាមានជាតិស្ករនិងជាពិសេសញ៉ាំតិចតួចក៏ធ្វើឲ្យអ្នកទាំងអស់គ្នាដុសខ្លាញ់ក្បាលពោះដែរវិធីការកែគឺឲ្យអ្នកទាំងអស់គ្នាកំណត់ម៉ោងញ៉ាំឲ្យដឹងម៉ោងដឹងពេលហើយព្យាយាមកាត់បន្ថយពួកប្រភេទអាហារដែលវាមានជាតិស្ករភេសជ្ជៈផ្អែមចុះទី3គឺអ្នកដែលគាត់មានបញ្ហាអរម៉ូនឆ្អែតធ្វើការខុសប្រក្រតីជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាញ៉ាំអាហារចូលទៅគឺរាងកាយចេញអរម៉ូនមួយយ៉ាងគេហៅថាអរម៉ូន leptin តែនៅពេលដែលអ្នកទាំងអស់គ្នាបដោយខ្លួនឯងធាត់ក្នុងរយៈពេលយូរហើយយើងអត់ដែលមានការគ្រប់គ្រងអាហារអ្នកដែលគាត់សម្រក់គីឡូបែបខុសវិធីនឹងធ្វើឲ្យអរម៉ូននេះធ្វើការខុសប្រក្រតីទោះបីយើងញ៉ាំច្រើនប៉ុណ្ណាក៏នៅតែឃ្លានដែរនឹងធ្វើឲ្យការដុតថាមពលខ្លាញ់របស់យើងចុះទាបជាងមុនវិធីការកែគឺឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើការញ៉ាំអាហារឲ្យបានគ្រប់ទាំង5ក្រុមនិងផ្ដោតទៅលើការញ៉ាំប្រូតេអ៊ីនបន្ថែមឲ្យបានគ្រប់គ្រាន់ហើយកាត់បន្ថយពួកប្រភេទអាហារដែលវាមានជាតិស្ករភេសជ្ជៈផ្អែមឯទាំងឡាយការដែលយើងត្រូវគេងឲ្យបានគ្រប់គ្រាន់អានឹងក៏សំខាន់ដូចគ្នា